គេក៏បានដឹងថាដោយសារតែនៅរំលឹកហ្នឹងគឺសម្បូរទៅដោយការកាប់សម្លាប់ការអីចឹងណាហើយអញ្ចឹងប្រជាជនដែលនៅជិតហ្នឹងគឺគាត់អត់ហ៊ានទៅរស់នៅជិតហ្នឹងទេហើយសម្បីតែដើរចូលហ្នឹងក៏អត់មានអ្នកណាដែលហ៊ានចូលដែរអញ្ចឹងនៅក្នុងភូមិហ្នឹងមានតែលោកយាយមួយទេដែលគាត់រស់នៅតែឯងអញ្ចឹងណាហើយមួយវិញទៀតភូមិហ្នឹងគឺជាភូមិមួយដែលប្រជាជនដែលគាត់មានអ្នកស្លាប់មានអីហ្នឹងគឺគេយកទៅបោះចោលយកទៅអីចឹងណាហើយភូមិហ្នឹងវាដូចជាភូមិគេហៅថាភូមិខ្មោចមួយចឹងដែលអ្នកនៅទីហ្នឹងហើយអញ្ចឹងអត់មានណាគេហ៊ានចូលទៅទេហើយកាលហ្នឹងលោកយាយគាត់ប្រហែលជាមានអាយុខ្ទង់20ឆ្នាំជាងអីទេដោយសារគាត់ទៅចេញពីសង្គ្រាមមកហើយអញ្ចឹងទៅគាត់អត់ដឹងទៅណាគាត់ខ្លាចផងអីផងអញ្ចឹងណាអញ្ចឹងក៏គាត់មកស្នាក់នៅគាត់ឃើញខ្ទមមួយអញ្ចឹងទៅគាត់ស្នាក់នៅក្នុងខ្ទមចាស់នៅក្នុងភូមិនឹងមួយអញ្ចឹងទៅតែគាត់អត់ដឹង